ក្មេងប្រុសម្នាក់នេះមានបំណងដាក់សាច់ឲ្យទៀបចុះក្រោមដើម្បីឲ្យគេមានហេតុផលរករឿងឆ្កែមួយក្បាលនេះដើម្បីកម្ចាត់វាចេញមើលផ្លូវសាច់ដ៏ឈ្ងុយឆ្ងាញ់នោះវាគួរឲ្យឆ្ងាញ់ណាស់ឆ្កែមួយក្បាលនេះវាកំពុងតែហេវណាស់ព្រឹកឡើងក្មេងប្រុសបានប្រញាប់យកកាំភ្លើងនិងបើកទ្វារចេញមកគេគិតថាផែនការដែលចង់កម្ចាត់ឆ្កែមួយក្បាលនេះនឹងបានសម្រេចប៉ុន្តែនៅពេលគេបើកទ្វារគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះសាច់ភ្លើមួយដុំនេះវាក៏នៅដដែលឆ្កែនោះមិនបានស៊ីវាទេគេសឹងតែមិនជឿខ្សែភ្នែកខ្លួនឯងថាឆ្កែមួយក្បាលនេះអាចទ្រាំមិនស៊ីសាច់ភ្លើដែលគេបានដាក់អន្ទាក់នោះធ្វើឲ្យគេមានការឆ្ងល់សរសើរទៅលើឆ្កែពណ៌មាសមួយក្បាលនេះពេលថ្ងៃក្មេងប្រុសកំពុងតែធ្វើការជាមួយម្ដាយរបស់គេសុកប្អូនប្រុសរបស់គេក៏រត់ទៅលេងជាមួយកូនខ្លាឃ្មុំតូចពេលនោះមេខ្លាឃ្មុំស្មានតែគេធ្វើបាបកូនវាបានលឺហើយក៏ប្រញាប់រត់សម្ដៅមករកក្មេងប្រុសនោះពេលបងប្រុសគេឃើញបែបនេះក៏ប្រញាប់ទាញពូថៅមកដើម្បីការពារប្អូនរបស់គេអ្វីនឹកស្មានមិនដល់ឆ្កែមួយក្បាលនោះបានរត់មកខំជាមួយនឹងខ្លាឃ្មុំដោយវាមានភាពក្លាហាននិងមិនខ្លាចខ្លាឃ្មុំទេទោះបីខ្លាឃ្មុំធំជាងវា3ដងក៏ដោយភាពក្លាហានរបស់វាធ្វើឲ្យក្មេងប្រុសម្នាក់មានការរំភើបចិត្តនឹងឆ្កែមួយក្បាលនេះខ្លាឃ្មុំក៏ខ្លាចឆ្កែមួយក្បាលនេះដែរម្ដាយរបស់គេក៏បាននាំកូនប្រុសត្រឡប់មកផ្ទះវិញនាងសប្បាយចិត្តដែលកូនប្រុសរបស់គេមិនបានកើតអីបើសិនជាគ្មានឆ្កែមួយក្បាលនោះជួយទេមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេឆ្កែមួយក្បាលនោះក៏ខ្លាចដូចគ្នាបន្ទាប់ពីវាដេញខ្លាឃ្មុំនោះហើយវាក៏ត្រឡប់មកផ្ទះវិញដើម្បីមកមើលថាក្មេងប្រុសមិនមានអ្វីកើតឡើងបងប្រុសគេក៏បានមកដែរហើយក៏បាននិយាយថាឆ្កែមួយក្បាលនេះខ្ញុំនឹងជាម្ចាស់វាយប់ឡើងឆ្កែមួយក្បាលនេះក៏បានអើតក្បាលចូលមកក្នុងផ្ទះវានៅខាងក្រៅមានអារម្មណ៍ថាឯកាពេកពេលនោះក្មេងប្រុសម្នាក់នោះក៏បានយល់ក៏បានហើយវាមកដេកជាមួយវាក៏បានឡើងមកដេកជាមួយនឹងបងប្អូន2នាក់យប់នេះយ៉ាងមានក្តីសុខព្រឹកឡើងម្ដាយរបស់គេនិងក្មេងប្រុសកំពុងតែដាំបន្លែប្អូនប្រុសរបស់គេកំពុងតែលេងជាមួយនឹងឆ្កែវាជីឆ្កែដូចជាជីសេះហើយពួកគេក៏បានទៅលេងមាត់ទឹកពេលនោះក៏មានត្រីមួយក្បាលបានហែមកប្អូនប្រុសរបស់គេក៏បានលោតតែចាប់ត្រីក្នុងទឹកតែក៏ចាប់មិនបានហើយបានធ្វើឲ្យត្រីផ្អើលទៀតពេលនោះឆ្កែក៏បានលោតចុះតែម្ដងហើយក៏ចាប់ត្រីបានគេក៏បានបង្ហាញឲ្យម៉ែគេឃើញថាឆ្កែរបស់គេអាចចាប់ត្រីបានបងប្រុសគេឃើញបែបនេះក៏បាននិយាយថាប្រកាសហើយព្រោះឆ្កែនេះវាជាឆ្កែរបស់បងគេនិយាយយ៉ាងមានមោទនភាពពេលថ្ងៃត្រង់ម៉ែគេក៏បានប្រាប់ថាគោរបស់យើងវានឹងកើតកូនពេលនេះវាកំពុងតែដើរចូលដល់ក្នុងព្រៃគាត់បានប្រាប់ឲ្យក្មេងប្រុសទៅតាមមើលគោរបស់គេក៏បាននាំឆ្កែរបស់គេទៅជាមួយប៉ុន្តែគេបែរជាបាត់គោនោះរកមិនទាន់ឃើញនោះទេគេក៏បានទម្លាក់ថ្មមកពីលើភ្នំដើម្បីឲ្យមានសម្លេងធ្វើឲ្យគោរបស់គេផ្អើលហើយនឹងបានដឹងពីទីតាំងវិធីនេះក៏បានផលគេក៏បានឃើញគោរបស់គេក៏ប្រញាប់រត់ចុះពីលើភ្នំបានឃើញគោនិងកូនរបស់វានៅទីនេះឆ្កែរបស់គេក៏បានរត់ទៅប្រុសគោនិងបានដេញឲ្យវានិងកូនគោត្រឡប់ទៅផ្ទះវិញតែគោនៅមិនព្រមត្រឡប់ទៅវិញវាក៏បានដេញឆ្កែនោះវិញពេលមានឱកាសក្មេងប្រុសក៏បានលួចចូលទៅដើម្បីយកកូនគោនោះប៉ុន្តែក៏ត្រូវបានម៉ែវាមើលឃើញទាន់វាក៏បានដេញក្មេងប្រុសឃើញស្ថានភាពមិនល្អក៏ប្រញាប់រត់ភ្លាមហើយក៏បានដួលនៅទីនោះខណៈដែលគោនោះជិតបានមកដល់ឆ្កែរបស់គេក៏ប្រញាប់រត់មកជួយទាន់ពេលវេលាវាបានខំគោដែលមានមាឌធំជាងវាឲ្យដួលភ្លាមទៅនឹងដីឃើញថាកូននោះបានព្រមចុះចាញ់វាហើយក្មេងប្រុសក៏បានបីកូនគោត្រឡប់មកវិញវាបានដើរមកផ្ទះវិញដោយស្ដាប់តាមបញ្ជាដោយនឹកស្មានមិនដល់ពេលពួកគេបានមកដល់ផ្ទះគោក៏ចាប់ផ្ដើមកម្រោចូលម្ដងទៀតវាព្យាយាមទាញខ្សែបំរុងនិងរត់ចេញម្ដងទៀតក្មេងប្រុសចូលទៅបំរុងនិងយកទឹកដោះរបស់វាក៏បានធាក់ក្មេងប្រុសឃ្លានមកវិញប៉ុន្តែពេលឆ្កែរបស់គេបានចូលទៅដល់វាក៏ស្ដាប់តាមបញ្ជាវាមានអារម្មណ៍ថាខ្លាចឆ្កែមួយក្បាលនេះវាក៏បានឈរនៅស្ងៀមដើម្បីឲ្យក្មេងប្រុសយកទឹកដោះវាបានម្ដាយរបស់គេក៏បានសរសើរឆ្កែថានឹកស្មានមិនដល់ថាឆ្កែមួយក្បាលនេះវាបានជួយយើងច្រើនយ៉ាងនេះក្មេងប្រុសក៏បាននិយាយទាំងមោទនភាពថាឆ្កែមួយក្បាលនេះវាជាឆ្កែរបស់ខ្ញុំថ្ងៃនឹងគេបាននាំឆ្កែរបស់គេដើម្បីតែចាប់រូបព្រៃគេបានឃើញដានរបស់ជ្រូកព្រៃហើយឆ្កែរបស់គេក៏បានធំក្លិនដែរវាក៏បានរត់ទៅតាមក្លិននោះហើយក៏បានឃើញជ្រូកព្រៃមួយក្រុមកំពុងតែផឹកទឹកវាក៏បានដេញជ្រូកព្រៃមួយក្រុមនោះឲ្យចូលទៅនឹងកន្លាតថ្មនៅពេលដែលវាគ្រប់គ្រងជ្រូកព្រៃនេះបានហើយវាក៏បានហៅម្ចាស់របស់វាដើម្បីចាប់ជ្រូកព្រៃនេះម្ចាស់របស់វាក៏បានបោះខ្សែនោះដើម្បីចាប់ជ្រូកប៉ុន្តែនៅស្មានមិនដល់ជ្រូកបានរើដាច់ខ្សែធ្វើឲ្យម្ចាស់របស់វាធ្លាក់ពីលើដើមឈើមកហើយមានជ្រូកព្រៃមួយក្បាលបានខំគេផងដែរវាបានខំជើងរបស់ក្មេងប្រុសមិនព្រមលេងនោះទេហើយពេលនោះឆ្កែរបស់គេក៏បានចូលមកវាបានចូលមកខំក៏របស់ជ្រូកព្រៃធ្វើឲ្យម្ចាស់របស់វាអាចរត់ចេញពីកន្លែងនោះបានគេបានរត់ចេញមកបណ្ដោះអាសន្នដើម្បីមកធ្វើរបួសខណៈពេលនេះជ្រូកព្រៃវាក៏បានផ្អើលទៅអស់គាត់ក៏បានស្រែកហៅឆ្កែប៉ុន្តែមិនបានលឺអ្វីតបត្រឡប់មកវិញឡើយគេមានអារម្មណ៍ថាមិនល្អសោះក៏ប្រញាប់រត់ទៅមើលពេលមកដល់ក៏បានឃើញឆ្កែរបស់គេដេកស្ដុកស្ដឹងងខ្លួនមានសុទ្ធតែឈាមគាត់មានអារម្មណ៍ថាភ័យខ្លាំងណាស់ប្រញាប់ដោះអាវដើម្បីជួយឆ្កែរបស់គេដើម្បីឲ្យប្រកាសថាជ្រូកព្រៃនឹងមិនត្រឡប់មកវិញទៀតគាត់បានឲ្យវាព្យាយាមក្រោកឡើងម្ដងទៀតដើម្បីចូលទៅក្នុងរន្ធឈើនេះឆ្កែរបស់គេព្យាយាមក្រោកឈរទាំងលំបាកព្យាយាមចូលទៅក្នុងតាមម្ចាស់របស់វាហើយម្ចាស់របស់វាក៏បានយកមែកឈើមកបិទមាត់ផ្លូវហើយគេក៏ប្រញាប់ត្រឡប់ទៅផ្ទះវិញពេលក្មេងប្រុសបានមកដល់ផ្ទះគេបានប្រាប់រឿងរ៉ាវទៅដល់ម៉ែរបស់គាត់ដោយសារតែម្ដាយបានបារម្ភកូនប្រុសគេចង់ឲ្យកូនប្រុសសម្រាកនៅទីនេះសិនប៉ុន្តែក្មេងប្រុសចង់ទៅជួយឆ្កែរបស់គាត់បានសន្យាជាមួយឆ្កែរបស់គាត់ហើយថាគេនឹងត្រឡប់មកជួយវាវិញម្ដាយរបស់គេបានឃើញខ្សែភ្នែកដែលមោះមុតរបស់កូនប្រុសម្ដាយរបស់គេក៏សុខចិត្តឲ្យកូនធ្វើតាមចិត្តរបស់គេម្ដងទៀតពេលពួកគេបានមកដល់ក៏ស្រាប់តែឃើញក្អែកនៅទីនោះផងដែរសំណាងល្អក្មេងប្រុសបានដាក់មែកឈើបាំងនៅមាត់ផ្លូវធ្វើឲ្យសត្វឆ្អែកមិនអាចចូលទៅក្នុងបានពួកគេបានបើកឈើចេញហើយឃើញថាអាការៈរបស់គេមានការធ្ងន់ធ្ងរមែនទែនម្ដាយរបស់គេបានឲ្យគេទៅទាញសក់ពីកន្ទុយសេះដើម្បីយកវាមកធ្វើជាអំបោះដេរទៅឲ្យឆ្កែរបស់គេវាទ្រាំនឹងការឈឺចាប់ហើយបានលិតម្ចាស់របស់វាចង់បញ្ជាក់ប្រាប់ថាវាមិនអីទេ
វាអាចទ្រាំបានហើយមកដៃរបស់គេបានឲ្យកូនប្រុសទៅកាប់ឈើដើម្បីធ្វើជាក្រែស្នែងឲ្យសេះអូឆ្កែរបស់គេទៅផ្ទះវិញនៅពេលមកដល់ផ្ទះពួកគេបានសម្រាប់ព្យាបាលនៅជិតគ្នាប៉ុន្មានថ្ងៃក្រោយមកពួកគេបានជាសះស្បើយគេបានដើរចេញទៅដើរលេងខណៈពេលនឹងគោរបស់គេក៏បានចេញមកពីក្នុងព្រៃហើយមានអាការៈចម្លែកហើយម្ដាយរបស់គេក៏បានប្រាប់ថាមួយរយៈនេះមានឆ្កែចចកមួយក្រុមវាបានឆ្លងជំងឺឆ្កែឆ្កួតឥឡូវនេះគោរបស់យើងក៏មានអាការៈឆ្លងជំងឺនេះពីឆ្កែចចកដែរប្រហែលជាត្រូវឆ្កែចចកខំហើយមើលទៅវានឹងលេងមានសិទ្ធនៅក្នុងខ្លួនទៀតហើយដោយគ្មានជំរឿកូនប្រុសរបស់គេក៏បានទាញកាំភ្លើងមកដើម្បីបញ្ចប់បញ្ហានេះយប់ឡើងម្ដាយរបស់គេបានយកគោទៅដុតនៅឯគៀនផ្ទះដើម្បីការពារកុំឲ្យវាឆ្លងដល់សត្វដទៃទៀតហើយឆ្កែរបស់គេក៏បានមកដើម្បីការពារម្ដាយរបស់គេផងដែរចំណែកគេក៏បាននៅផ្ទះដើម្បីមើលប្អូនខណៈពេលនោះគេក៏បានឮសំឡេងម្ដាយរបស់គេបានស្រែកហើក៏មានអារម្មណ៍ថាមិនល្អក៏បានទាញយកកាំភ្លើងទៅជាមួយផងដែរដោយសារតែក្លិនឈ្ងុយរបស់សាច់គោធ្វើឲ្យតាក់ទាញឆ្កែចចកបានមកដល់កន្លែងនេះពេលគាត់បានមកដល់ដើម្បីការពារម្ដាយរបស់គាត់ក៏បានទាញកាំភ្លើងតម្រង់ទៅឆ្កែចចកប៉ុន្តែឆ្កែរបស់គាត់នៅទីនោះដែរទើបគេមិនហ៊ានធ្វើអ្វីឡើយគាត់បានឃើញឆ្កែរបស់គាត់កំពុងតែចាញ់ព្រាបគេក៏មិនបង្អង់ទៀតទេទាញកាំភ្លើងឡើងមកសម្រាប់ចិត្តបាញ់តែម្ដងបន្ទាប់មកវាក៏បានដួលទាំងពីរធ្វើឲ្យគេមានអារម្មណ៍ថានិយាយអ្វីមិនត្រូវស្រាប់តែពេលនោះឆ្កែរបស់គាត់ក៏បានក្រោកឡើងហើយក៏បានដើរមករកកម្ចាស់របស់វាហើយគេក៏សប្បាយចិត្តណាស់ដែលឃើញវាមិនកើតអីតែម្ដាយរបស់គាត់ក៏បាននឹកឃើញថាឆ្កែរបស់គេត្រូវបានរបួសដោយសារចចកខំហើយក៏បាននិយាយថាយើងសំណាងល្អណាស់កូនប៉ុន្តែឆ្កែរបស់យើងមិនសំណាងល្អដូចយើងទេកូនប្រុសក៏បានប្រាប់ថាវាគ្រាន់តែជាការខំបន្តិចបន្តួចទេម៉ែរបស់គេបានប្រាប់ថាគ្មានឆ្កែចចកធម្មតាណាវាមកខំយើងនៅពេលដែលដុតភ្លើងនោះទេវាមានតែឆ្កែចចកដែលមានជំងឺឆ្កែឆ្កួតតែប៉ុណ្ណោះម៉ែនឹងជាអ្នកចាត់ការវាបើសិនជាកូនមិនអាចធ្វើវាបានម៉ែស្ដាប់ខ្ញុំសិនឆ្កែរបស់យើងវាទៅតែជួយយើងមិនអាចធ្វើបែបនឹងចំពោះវាបានទេយើងមិនទាន់ប្រកាសថាវាឆ្លងជំងឺក៏អត់នោះទេខ្ញុំនឹងយកវាដាក់ទ្រង់ហើយយើងនឹងមើលអាការៈរបស់វាយើងមិនអាចសម្លាប់វានៅពេលនេះបានទេម្ដាយរបស់គេក៏បានចិត្តទន់ហើយគាត់សម្រេចចិត្តខ្លំមើលអាការៈរបស់វា2-3ថ្ងៃសិនមួយអាទិត្យក្រោយមកគេក៏បានមកមើលអាការៈរបស់វាឃើញថាវានៅរឹងមាំល្អមិនទាន់មានអ្វីប្រែប្រួលទេកូនប្រុសរបស់គេចង់ឲ្យវាចេញមកខាងក្រៅតែម្ដាយរបស់គេបានប្រាប់ថារោគនេះយើងត្រូវតែខ្លំមើលវារយៈពេល1ខែទើបដឹងថាវាឆ្លងឬអត់រយៈពេល1ខែក៏បានកន្លងផុតទៅយ៉ាងលឿនគេត្រៀមរង្វាន់ឲ្យឆ្កែរបស់គេព្រោះថ្ងៃនេះជាថ្ងៃ30ហើយតែពេលគេបានទៅដល់គេក៏បានឃើញឆ្កែរបស់គេមានអាការៈមិនដូចដើមវាចេញអាការៈដូចមិនស្គាល់ម្ចាស់របស់វាបំរុងនឹងខំគេតែគេព្យាយាមធ្វើជាមិនដឹងហើយបានដាក់សាច់ឲ្យឆ្កែរបស់គេតែនៅពេលនោះឆ្កែរបស់គេលេងចាំគេទៀតហើយពេលមកដល់ផ្ទះម្ដាយរបស់គេបានសួរថាតើឆ្កែមានអាការៈយ៉ាងម៉េចហើយតែគេមិនបាននិយាយអ្វីទេគេប្រាប់ថាវាមានសុខភាពល្អធម្មតាទេប៉ុន្តែម្ដាយរបស់គាត់មិនជឿសម្ដីគាត់ឡើងតែគាត់បានប្រកែកថាតើអ្នកណាដែលនៅក្នុងទ្រុងជាយូរហើយមិនមានអាការៈប្រែប្រួលនោះវាគ្រាន់តែនៅក្នុងទ្រុងយូរតែប៉ុណ្ណោះពេលប្អូនរបស់គេបានឮហើយក៏បានរត់ចេញទៅខាងក្រៅដើម្បីទៅប្រឡែងឆ្កែរបស់គេឲ្យចេញមកខាងក្រៅសំណាងល្អម្ដាយរបស់គេបានមកទាន់ហើយក៏បានរត់ទៅហាមកូនប្រុសប៉ុន្តែក្មេងប្រុសមិនបានស្ដាប់ម្ដាយរបស់គេទេម្ដាយរបស់គេក៏បានមកទាញទ្វារបិទទាន់ពេលវេលាហើយឆ្កែរបស់គេក៏បានស្រែកព្រោះយ៉ាងឃោរឃៅវាហាក់បីដូចជាលេងស្គាល់ម្ចាស់វាហើយខណៈដែលក្មេងប្រុសកំពុងសម្លឹងមើលឆ្កែដែលធ្លាប់ជាឆ្កែដែលស្រឡាញ់ម្ចាស់របស់វាឥឡូវនេះវាបានប្រែប្រួលអស់ហើយគេខ្លាចណាស់ខ្លាចបាត់បង់ឆ្កែរបស់គេម្ដាយរបស់គេបានយកកាំភ្លើងមកហើយក៏ប្រាប់កូនថាឆ្កែរបស់យើងមិនអាចត្រឡប់មកដូចដើមនោះទេដើម្បីសុវត្ថិភាពយើងទាំងអស់គ្នាយើងត្រូវបង្ខំចិត្តធ្វើបែបនេះកូនប្រុសរបស់គេក៏បានប្រាប់ថាវាជាឆ្កែរបស់ខ្ញុំនឹងចាត់ការរឿងនេះដោយខ្លួនឯងបន្ទាប់ពីគេបាននិយាយហើយគេក៏បានទាញកាំភ្លើងមកយឺតហើយក៏បានបិទភ្នែកបាញ់ទាំងបង្ខំចិត្តមានពេលខ្លះយើងត្រូវបង្ខំចិត្តលាគ្នាជាមួយនឹងសត្វដែលយើងស្រឡាញ់ព្រោះវាមិនអាចនៅថិតថេរជាមួយយើងបានរហូតនោះទេយើងត្រូវត្រៀមចិត្តទុកមុនមានជប់មានបែកវាជារឿងធម្មជាតិ